ចំណេញលើចំណេញបងប្អូនប្រើតែដើមមីមួយកែងមួយបងប្អូននឹងជិះផុតពីបញ្ហាក្លិនចូលបន្ទប់ទឹកបងប្អូនណាហ្នឹងហើយដោយសារបងប្អូនខ្លះគាត់ធ្វើគាត់ខ្លាចស្ទះដីកន្លែងនេះអញ្ចឹងគាត់អត់ដាក់អេកូទីនឹងទេបងប្អូនបាទគាត់ដាក់តែទយោមកទៅទេអញ្ចឹងអាក្លិននេះវាអាចមានចំហាយចូលតាមពងទយោទឹកមួយនោះឡើងទៅស៊ីហ្វុងអញ្ចឹងបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំបងប្អូនធ្វើបែបនេះខ្ញុំធានាជូនបងប្អូនថាបន្ទប់ទឹកអស់បញ្ហាក្លិនបាទបងប្អូនใส่ถุงđó anh không ăn này cho bông tham kia đây 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 giờ ban chạm đâu